សួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះនាំទាំងអស់គ្នាទៅមើលពីសកម្មភាពដែរចៅវាយផាន់ដាគាត់ទៅសាឡនហើយមីងពៅគេហៅគេទៅថេតសាឡនយូរហើយគេទៅបានទៅថ្ងៃហ្នឹងឆ្លៀតយកគេទៅសាឡនម្ដងណាណែមើលគេផងជីវិតគេណាសិតទៅចូលសាឡនម្ចាស់វាមិនដែរចូលសាឡនទេណានេះទៅដល់ហើយទៅដល់រត់ពួនមីងពៅគេទៅចាប់យកមកវិញហើយនេះហាងរបស់ពៅហាងគេចូលទៅឡើងលុយមានធម្មជាតិពណ៌បៃតងមានសួនមានអីឲ្យសัตว์ដើរលេងយ៉ាងរំភើយអ្នកដែរគាត់យកសัตว์យកអីទៅសាឡនអញ្ចឹងយើងនឹងស្រាប់ហើយថាសัตว์វាត្រូវការទីធ្លាក្នុងការលេងក្នុងការអីអញ្ចឹងណាហើយទីធ្លានៅក្នុងក្រុងមានទីធ្លាធំប៉ុណ្ណឹងលុយហើយទាំងអស់គ្នាដូចខ្ញុំដូចអីជាដើមឬក៏អ្នកខ្លះចិញ្ចឹមសัตว์នៅក្នុងអាផាតមិនឬក៏ខុនដូអីទូចហ្មងអីចឹងណាយើងមិនទៅលក្ខណៈមួយវាតម្លៃគេអីទេប៉ុន្តែគាត់ចង់ឲ្យអ្នកគ្នាយល់ថាការរស់នៅក្នុងទីក្រុងវាអាចថាវាងាយស្រួលសម្រាប់សមាកម្មផ្សេងក៏ប៉ុន្តែអាទីធ្លាអីហ្នឹងវាมันសមប្រកបទៅតាមចិត្តយើងទេទាំងអស់គ្នាហើយនេះអានេះដល់វគ្គគេសឹករួមហើយទាំងអស់គ្នាអូយច្បាយខ្ញុំនិយាយពីបានសឹករួមអញ្ចឹងបានប្រុសស្អាតប្រុសក្មេងនេះសឹករួមឲ្យគេនៅឡើងស្ងៀមហើយគេឡើងឈៀលទាំងអស់គ្នាខ្ញុំឡើងនិយាយទៅខ្ញុំឡើងហួសចិត្តហ្មងហួសចិត្តអីបើខ្ញុំសឹកឲ្យវានៅផ្ទះវិញនិយាយពីវារករឿងឲ្យវាតមាត់ខ្ញុំតែដល់ពេលយកទៅឲ្យគេសឹកឲ្យមើលរឹកពីទាំងអស់គ្នានៅក្នុងវីដេអូហ្នឹងទាំងអស់គ្នាដឹងហើយគេដាក់យ៉ាងhơiហ្មងណាហើយកន្លែងនេះចាប់ពិតសឹកគេរត់ចុះទៅហើយទៅអូនហត់ទៅចាប់យកមកវិញហើយគេសឹកតទៀតទៀតអត់គេទៅគេរបៀបគេសឹកទៅគេយើងស្រួលបន្តិចភ្ញាក់បន្តិចអារម្មណ៍លក្ខណៈអញអារម្មណ៍មិនទេរពាក្យដាក់អោដល់ឈ្មោះដាក់អារម្មណ៍ដែលកធាក់មិននឹងមិនត្រូវណាវាអារម្មណ៍គេស្រួលបន្តិចគេភ្ញាក់បន្តិចអីព្រោះអីជាលើកទី1ដែលបានទៅសាឡនអីចឹងណាគេសឹកឲ្យគេមុជឲ្យរកដងតែម្ចាស់ទេមុជឲ្យសឹករួមឲ្យកាត់កញ្ចក់ឲ្យត្បាល់កជីឲ្យជូតភ្នែកឲ្យអូយនិយាយទៅរកដងខ្ញុំនេះធ្វើផ្ទាល់ដៃណាហើយមុជម្ដង3ក្បាលហើយមុជទឹកក្តៅឲ្យគាត់ថាពេលដែលមុជនៅផ្ទះអញ្ចឹងវាមិនលុយនៅសាឡនទេដាក់ធុនដៃមុជឲ្យអញ្ចឹងហើយមុជទឹកក្តៅបើកទឹកក្តៅមុជឲ្យអញ្ចឹងណាប៉ុន្តែដល់ពេលគេបានទៅសាឡនអញ្ចឹងទៅគេរៀងខ្លាចអារម្មណ៍ម្យ៉ាងដែរឃើញទាំងអស់គ្នាមើលគេសឹករួមឡើងមានក្តីសុខឈិលជីវិតគេអញ្ចឹងណាហើយអាមួយហ្នឹងទាំងអស់គ្នាចរិតអាមួយហ្នឹងគឺចរិតវាខ្លាំងតែនៅផ្ទះហើយនឹងខ្លាំងតែជាមួយខ្ញុំទេបើជាមួយខ្ញុំវិញនិយាយលក្ខណៈមួយថាចរិតវាដឹងថាយើងស្រឡាញ់វាហើយចរិតវារៀងកាងនៅពេលដែលមានយើងនៅក្បែរឬក៏វានៅផ្ទះវាបងធំហ្មងនិយាយពី2ក្បាលទៀតហ្នឹងគ្មានហ៊ានជាមួយវាទេហើយខ្ញុំអីហ្នឹងម៉មអីហ្នឹងគេមិនមកក្បែរយើងណាហើយចរិតគេឡើងហ្មងតែដល់ពេលឧទាហរណ៍ថាបើសិនជាខ្ញុំយកទៅដាក់ទុកចោលនៅផ្ញើគេខ្ញុំសង្កេតឃើញច្រើនដងហើយផ្ញើជាមួយមិត្តភក្តិខ្ញុំឬអីខ្ញុំអញ្ចឹងណាអូនិយាយពីសុំចេះដាក់ខ្លួនចេះសុំគេនៅស្ងៀមស្ងាត់អីចឹងណាហើយអត់មកអត់កទេនៅឡើងស្ងៀមហើយគ្រាន់តែលឺសលេងខ្ញុំទៅដល់ភ្លាមឬក៏ដឹងញៀនវាដឹងទាំងអស់គ្នាដឹងតែខ្ញុំទៅដល់ភ្លាមនិយាយថាអូយរ៉ៃរ៉ាប់ដល់កហើយអ្នកទាំងអស់គ្នាកន្លែងមុជទឹកហ្នឹងក៏ព្រោះឯកន្លែងហ្នឹងខ្ញុំចូលទៅថតពេលដែលមុជហ្នឹងគេក៏រ៉ៃរ៉ាប់ច្រើនដែររ៉ៃរ៉ាប់ច្រើនណាស់លោកអើយបើសិនជាទាំងអស់គ្នាចង់មើលវីដេអូសលេងដែលខ្ញុំអត់បញ្ចូលព្រោះវីដេអូមួយចំនួនគឺខ្ញុំផុសវីដេអូស៊ីននៅក្នុងហ្នឹងហ្មងអញ្ចឹងណាអញ្ចឹងទាំងអស់គ្នាអាចមើលនៅក្នុង profile ហ្នឹងហើយមើលពីសកម្មភាពគេទៅសឹករួមគេទៅមុជទឹកគេហើយអាពេលគេតមាត់ជាមួយខ្ញុំហើយគេតមាត់ជាមួយនឹងអាអូនមិនអីទាំងអស់គ្នាអាចចូលទៅមើលក្នុង profile របស់ចៅវាយរបស់ខ្ញុំណាហើយនេះគេស្កាប់សัตว์ហ្នឹងក៏នេះដែរទាំងអស់គ្នាសัตว์ហ្នឹងក៏របៀបជាប្រភេទសัตว์ដែលចាំផ្ទះបកាយចាំណាបើអង្ការខ្ញុំនៅពីទូចវិញទាំងអស់គ្នាពីពួកអីយើងនៅតាមស្រុកភូមិអីអញ្ចឹងពេលខ្លះសัตว์នៅតែលក្ខណៈមួយចាស់ដែលគាត់លក្ខណៈបុរាណគាត់ពេលដែលគាត់សัตว์ហ្នឹងគាត់ចង់ទុកសัตว์ហ្នឹងអីចឹងគាត់ច្រើនយកសัตว์ហ្នឹងទៅប្រឡែងនឹងវត្តនៅវត្តអីចឹងពីព្រោះគាត់គិតថាវត្តគឺជាកន្លែងដែលទទួលចិញ្ចឹមសัตว์ហ្នឹងអីចឹងហើយការខ្ញុំនៅទីទូចគឺលក្ខណៈបែបអញ្ចឹងហើយបើសិនគាត់ថាបើសិនជាយកទៅបិទភ្នែកឬក៏ដាក់នៅក្នុងថង់ងឹតដែលវាមើលផ្លូវមើលអត់ឃើញណាបើសិនជាមើលផ្លូវឃើញអីឃើញវាចំណាំផ្លូវវានឹងបុកមកផ្ទះវិញទាំងអស់គ្នាហើយអានេះគ្រាន់តែជាការខ្ញុំនៅទីទូចខ្ញុំដឹងពីចាស់ដែលគាត់និយាយប្រាប់អីចឹងហើយគាត់មិននិយាយប្រាប់ឲ្យគាត់ធ្លាប់ឃើញពួកគាត់ធ្វើដែរចឹងណាហើយនេះណែចៅវាយរបស់ខ្ញុំទៅផឹកកាហ្វេជាមួយពៅមកហើយមកសធុក្រោយមកក៏ដើរមកវិញដោយសារតែគេមួយទឹកហើយអាពេលហ្នឹងមីងពៅគេយកអាវយកអីមកឲ្យលោហើយនេះឈុតទី1អាវក៏ដប់អូយលយមែនតើទាំងអស់គ្នាអាវក៏ដប់ដែលខ្ញុំលោលើកទី1នេះស្អាតហើយខ្ញុំស្រឡាញ់និយាយទៅលក្ខណៈមួយអាការ design អាវអីហ្នឹងគាត់កាត់នៅក្នុងស្រុកហើយការកាត់ការអីហ្នឹងនិយាយទៅខ្ញុំមានអារម្មណ៍ថាអា pattern នៃអាវអីហ្នឹងវាសមជាមួយឆ្មាឈ្មោះដូចមនុស្សប្រុសដែរអញ្ចឹងទាំងអស់គ្នាអាឈុតទី1គេឆ្នោតហើយឈុតទី2នេះគេឈុតផ្កាលក្ខណៈ office អីគេពាក់ទៅធ្វើការអីចឹងក៏ដប់អីចឹងលយណាហើយកន្លែងនេះមីងពៅគេញោះគេលេងគេ skin វាអត់ខាច់ឃើញអត់ដល់ពេលអត់មានខ្ញុំយើងសងល់គេធ្វើមិនក៏បានដែរបើសិនជាមានខ្ញុំវិញមកតមកឲ្យប្រប៉េះឲ្យវាអាងខ្ញុំអញ្ចឹងណាហើយកន្លែងនេះអាវហ្នឹងមីងពៅគេថាវារៀងតឹងកដល់ពេលតឹងកទៅក៏យកអាផ្សេងមកលោមើលគេលោវាសំរុំជាងហ្នឹងអញ្ចឹងណាខ្លួនអីត្រូវតែកកហ្នឹងវាបិទមកវាតឹងអញ្ចឹងណាហើយក៏ឲ្យអូនទៅយកអាម៉ូតផ្សេងមកហើយជាមួយអាម៉ូតផ្សេងទាំងអស់គ្នាពាក់ទៅដូចអាវខ្ចីគេអើយដល់កនេះអានេះក៏ប៉ុន្តែអានេះឈុតអាវមួយនេះក៏នេះដែរក៏ក្រោស្អាតដែរហើយក៏ដប់វាសំជាមួយនឹងឆ្មាឈ្មោះឬក៏មនុស្សប្រុសអញ្ចឹងណាហើយប៉ុន្តែដល់ពេលពាក់ទៅវាធំពេកទាំងអស់គ្នាវាត្រូវកក៏ប៉ុន្តែដល់ពេលខ្លួនឲ្យដៃវាអត់ត្រូវវាដូចខ្ចីគេពេកអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅក៏ពិតមីងពៅគេថាយកអាហ្នឹងហើយពាក់អាហ្នឹងទៅវាអីអញ្ចឹងណាវាពេញខ្លួនផាន់តាអញ្ចឹងណាហើយប៉ុន្តែខ្ញុំក៏មានអារម្មណ៍មួយថាវាធំពេកហើយដៃវាឃ្លីងខ្លងអីអញ្ចឹងណាហើយខ្ញុំក៏សម្រេចចិត្តយកអាមួយផ្កាពណ៌ផ្កាវិញអញ្ចឹងតិចទៀតទាំងអស់គ្នាឃើញពាក់ផ្កាហ្នឹងហើយសម្រាប់ខ្ញុំយល់ថាអាវឆ្នោតហ្នឹងឃ្លីងឃ្លងដូចខ្ចីគេចុះទាំងអស់គ្នាសម្រាប់ទាំងអស់គ្នាយល់ឃើញមិនដែរហើយនេះទាំងអស់គ្នាមានបើគេពាក់ឲ្យគេលើកដាក់ទៅក្រោមហើយគេឲ្យដើរម៉ូតមិនតិចសិនហើយដើរម៉ូតឲ្យវាប្លែកកន្លែងទាំងអស់គ្នាការពិតនេះចង់ចូលទៅក្នុងទូហ្នឹងទេពេលដែលខ្ញុំមកពីញ៉ាំកាហ្វេវិញហ្នឹងចូលពួនក្នុងទូហ្នឹងមួយសាយហើយទាំងអស់គ្នាអើយពេលមួយទឹកហើយក៏អូបណាស់លោកអើយថើបពេញនេះហ្មងក៏អូបឡើងក៏អូបហើយគេខាងសាឡនគេបាញ់ទឹកអប់បាញ់ឲ្យឡើងក៏អូបសម្អាតតិចឲ្យយ៉ាងស្អាតហើយនេះញ៉ាំបោះអាពៅរួយឲ្យលោកមើលរូបរាងគេឡើងអំណាចរូបរាងគេដល់កហើយប៉ុន្តែដល់ពេល
ដល់ពេលឡើង slow ហើយជាមួយគេដើរទៅគេបង្ហាញសម្រាប់គេកតុយគេដើរទៅហើយបកមកហាត់យើងវិញអាមួយនេះវា slow ជាងអាផាន់ដាឆ្ងាយវា friendly បើផាន់ដាខ្ញុំអើយទាំងអស់គ្នាអើយមិននិយាយឲ្យណាគេលេងវាទេនិយាយទៅភាសាយើងគេហៅថាកំណាញ់ខ្លួនណារបៀបដូចគេដូចប្រុសស្អាតចឹងណាហើយមិត្តភក្តិខ្ញុំអីក៏គេនិយាយចឹងដែរគេថាវាកំណាញ់ខ្លួនវាអត់សូវឲ្យគេចូលចិត្តឲ្យគេប៉ះវាអីវាទេក៏ប៉ុន្តែដោយសារហេតុអីដោយសារផាន់ដាខ្ញុំចំ indoor ហើយខ្ញុំចំ indoor អត់ឲ្យវាចេញតាមអំពើចិត្តទៅក្រៅទៅអីជប់ជាមួយគេឯងថាសัตว์វាដើរតាមចិត្តវាដល់ពេលចឹងទៅវាទៅជាលក្ខណៈមួយអត់សូវ friendly ទេហើយនេះគេអរគុណមីងពៅគេ